សួស្តីអ្នកស្ដាប់ទាំងអស់គ្នាហើយថ្ងៃនេះយើងមានសាច់រឿងថ្មីមួយទៀតដែលជាសាច់រឿងពាក់ព័ន្ធនឹងឡានសង្គ្រោះបន្ទាន់ហើយយើងដឹងហើយឡានសង្គ្រោះបន្ទាន់ពេលខ្លះគាត់ដឹកអ្នកជំងឺធ្ងន់គាត់ដឹកអ្នកដែលមានជំងឺធ្ងន់អ្នកដែលសាកសពមិនដឹកសាកសពដឹកអីត្រឡប់ទៅផ្ទះត្រឡប់ទៅអីវិញត្រឡប់ទៅទីពេទ្យអីចឹងទៅអញ្ចឹងវាជារឿងដែលខ្ញុំស្ដាប់តពីអ្នកដែលគាត់មានបទពិសោធន៍ធ្វើការងារនៅក្នុងវិស័យពេទ្យហ្នឹងហើយគាត់ជាអ្នកបើកឡានសង្គ្រោះហើយសាច់រឿងវាបែបនេះមុននឹងចូលដល់សាច់រឿងសូមជួយ like subscribe channel ម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តទៅធ្វើវីដេអូបន្តទៀតទៅធ្វើជាសាច់រឿងទៅហៅសាច់រឿងទៅស្ដាប់សាច់រឿងបន្ថែមទៀតព្រោះមុននឹងធ្វើវីដេអូចែកជូនទាំងអស់គ្នាត្រូវទៅស្ដាប់សាច់រឿងសិនស្ដាប់សាច់រឿងពីអ្នកដែលគាត់ជួបបទពិសោធន៍ផ្ទាល់ឬក៏អ្នកនេះអ្នកនោះអីចឹងបងប្អូនសាច់ញាតិទាំងអស់យកមកអង្គុយសរសេរ summary ចំណុចសំខាន់បានយកមកនិយាយហៀបហបប្រាប់បងប្អូនទាំងអស់គ្នានៅបង្កើតរូបភាពខ្លះសម្រាប់សាច់រឿងមួយអញ្ចឹងសាច់រឿងវាបែបនេះនៅធម្មតាឡានសង្គ្រោះបើកទាំងថ្ងៃទាំងយប់ប៉ុន្តែភាគច្រើនពេលយប់អញ្ចឹងដោយសារតែថ្ងៃហ្នឹងជាថ្ងៃវេនខ្ញុំហៅគាត់ពូសុកចុះវេនពូសុកគាត់ធ្វើការហើយគាត់ជាអ្នកបើករថយន្តសង្គ្រោះហ្នឹងអញ្ចឹងថ្ងៃហ្នឹងគាត់ធ្វើការពេលយប់អញ្ចឹងយប់ថ្ងៃហ្នឹងចម្លែកខុសពីធម្មតាដោយសារតែយប់អង្កត់ស្លុងស្រុកពេលដែលថ្ងៃហ្នឹងមានភ្លៀងធ្លាក់តិចហើយពូសុកគាត់ជាអ្នកបើកឡានសង្គ្រោះមិនទាន់មានបទពិសោធន៍ច្រើនឆ្នាំគាត់កំពុងផឹកកាហ្វេមួយធីមការងារគាត់ណាធីមការងារគាត់ឈ្មោះរតនាដែលជាគ្រូពេទ្យជំនួយដែលរងចាំបជាមានន័យថាគ្រូពេទ្យរតនាហ្នឹងគាត់ជាអ្នកពេទ្យដែលទៅតាមឡានសង្គ្រោះបើសិនមានករណីមានឡានសង្គ្រោះត្រូវទៅមន្ទីរពេទ្យធំត្រូវដឹកពីខេត្តទៅពេញពីពេញទៅខេត្តវិញអីអញ្ចឹងរតនានៅលើឡានសង្គ្រោះមួយពូសុកដូចគ្នាពូសុកអ្នកបើកឡានរតនាដែលជាគ្រូពេទ្យនៅប្រចាំការឡានសង្គ្រោះនឹងស្រាប់តែមានគ្រោះថ្នាក់ចរាចរណ៍មួយអញ្ចឹងបន្តភ្លាមហ្នឹងឈប់ផឹកកាហ្វេឈប់និយាយគ្នាឡានសង្គ្រោះដើម្បីទៅសង្គ្រោះអ្នកដែលជនរងគ្រោះដែលពីគ្រោះថ្នាក់ចរាចរណ៍ហ្នឹងជាងនឹងជាការសង្គ្រោះបន្ទាន់ត្រូវតែប្រចាំជា24ម៉ោងអញ្ចឹងមានករណីគាត់ត្រូវទៅហើយពួកគាត់ទាំងពីរបញ្ញាប់ឡើងឡានហើយបើកចេញទៅសំឡេងសារ៉ែនដល់តំណសារ៉ែនពេទ្យវានោះទៅយកអ្នករងគ្រោះហើយគាត់បានទៅដល់កន្លែងរងគ្រោះពួកគាត់ឃើញម៉ូតូដួលខ្ទេចខ្ទីអញ្ចឹងទៅហើយក៏ពូសុកគាត់និយាយថារតនាជនរងគ្រោះលឿនឡើងមកនិយាយគាត់របួសធ្ងន់ទៅដើម្បីទៅរតនាថាបាទពូមានឈាមច្រើនអញ្ចឹងបញ្ញាប់ជូនទៅសង្គ្រោះហើយពួកគាត់ក៏ជួយសង្គ្រោះអញ្ចឹងទៅលើកដាក់លើឡានហ្នឹងទៅហើយទៅសុំរៀបរាប់អ្នកដែលធ្វើសង្គ្រោះតិចគាត់មានឈាមហូរតាមច្រមុះផងមាត់ផងហើយអង្គុយសិនជុកសិនចឹងគេនៅក្រោមដើមឈើក្បែរផ្លូវហ្នឹងគេអូសពួកគាត់ទៅក្រោមដើមឈើអញ្ចឹងទៅរតនានិងពូសុកហ្នឹងបញ្ញាលើកដាក់លើខែរុញចូលឡានពេទ្យភ្លាមប៉ុន្តែចង់បញ្ជាក់ហេតុការណ៍ហ្នឹងតិចហេតុការណ៍ហ្នឹងជាម៉ូតូពីរបុកគ្នានៅជិតដើមពោធិ៍មួយក្បែរផ្លូវហើយយើងដឹងហើយដើមពោធិ៍ជាកន្លែងដែរច្រើនតែមានពួកអមនុស្សនៅអញ្ចឹងអ្នកខ្លះក៏ថាខ្មោចភ័យពិសាចអញ្ចឹងអាហ្នឹងជាតាមជំនឿរបស់បងប្អូនជឿមិនជឿតាមការជាក់ស្ដែងតាមការគិតរបស់បងប្អូនអូខេយើងបន្តសាច់រឿងទៀតនៅពេលដែលឡានសង្គ្រោះបានដឹកទៅមន្ទីរពេទ្យលឿនសេតតែមានអារម្មណ៍ថាម៉ាស៊ីនត្រជាក់ក្នុងឡានចាប់ផ្ដើមត្រជាក់ខុសពីធម្មតាហើយឡានចាស់ហ្នឹងណាចង់បញ្ជាក់អញ្ចឹងឡានពេទ្យហ្នឹងក៏មិនមែនឡានថ្មីដែរឡានចាស់ហើយនាំគ្នាទាំងពូសុកទាំងរតនាវាក៏លេចមើលក្រោយដើម្បីចង់ដឹងស្ថានភាពអ្នកជំងឺមួយជាអញ្ចឹងណាហើយពូសុកនៅបើកឡាននេះស្រែកសួរគ្រូពេទ្យរតនាសួរថាមកយ៉ាងរតនាមកហើយអ្នកជំងឺមកហើយរតនាឆ្លើយទាំងសំឡេងញ័រភ័យ
áហើយខ្ញុំចង់បញ្ជាក់ដែរគ្រោះថ្នាក់ចរាចរណ៍គឺធ្ងន់មានន័យថាអ្នកត្រូវទៅសង្គ្រោះហ្នឹងគឺថាស្ទើរស្លាប់ស្ទើររស់ហ่ะបាទហើយរតនាភ័យគឺពេទ្យរតនាភ័យដែរហ្នឹងហើយសលេងញ័រថាបងអើយបងអ្នកជំងឺហ្នឹងគាត់ឈប់ដកដង្ហើមអីបងឈប់ដង្ហើមអីពូប៉ុន្តែរតនានិយាយប៉ុន្តែពូសុកសុប៉ុន្តែគេរតនាប៉ុន្តែភ្នែកគាត់អត់បិទទេពូគាត់ស្លឹងមើលមុខខ្ញុំរតនានិយាយអញ្ចឹងដល់ពូសុកក៏លេចមើលតាមកញ្ចក់ដងទៀតនេះឃើញច្បាស់មែនទែនថាអ្នកជំងឺដែលដេកស្ដុកស្ដឹងមិញកំពុងតែអង្គុយធំខ្លួនយឺតបែរមករកគាត់ម្ដងស្រាប់តែអ្នកជំងឺដេកហ្នឹងឯងអ្នកជំងឺដែលថាដកដង្ហើមងើបអង្គុយឲ្យបែរមុខទៅហៅពូសុកជាអីដែលរន្ធត់មែនទែនសម្រាប់ពួកគាត់ពីរនាក់ហ្នឹងគឺជាហេតុការណ៍ដែលគាត់ណាជួបពីមុនមកហើយគាត់និយាយទាំងភ័យនិយាយទៅបាក់ឡានសង្គ្រោះបដាភ័យដែរនិយាយរឿងហ្នឹងបដាប្រាប់យើងវិញគាត់នៅតែភ័យដែរហើយក៏សាកសពហ្នឹងក៏ដេកទៅវិញទៅប៉ុន្តែខ្ញុំជឿថាសាកសពហ្នឹងអាចអត់ដកដង្ហើមទេណាប៉ុន្តែបាក់ភ្នែកហើយនៅងើបអង្គុយកលេចមើលមកវិញអាហ្នឹងបើតាមវិទ្យាសាស្ត្រអីគេលោកថាគាត់នៅដង្ហើមតិចទៅអីព្រោះរតនាក៏ភ័យដែរព្រោះសង្គ្រោះភ្លាមរតនាគាត់តែជាកូនពេទ្យចឹងថាពេទ្យមិនជាដុកទ័រធំអីទេគាត់គាត់អ្នកទៅតាមឡានសង្គ្រោះទេចឹងណាហើយដល់ពេលអញ្ចឹងសាកសពហ្នឹងក៏អ្នកជំងឺហ្នឹងពេលទៅដល់ពេទ្យក៏បញ្ជាក់ថាគាត់ស្លាប់អីចឹងទៅហើយគាត់ក៏គេរៀបចំបញ្ជូនឲ្យសាច់ញាតិហៅអីហ្នឹងទៅប៉ុន្តែយើងនិយាយហ្នឹងហើយក្រោយពីបញ្ជូនទៅសាច់ញាតិសាច់អីវិញចឹងទៅក៏គេធ្វើបន់តាមប្រពៃណីទៅប៉ុន្តែក្រោយមកពូសុកនៅពេលដែលបើកឡានសង្គ្រោះហ្នឹងទៅដែរជាមួយរតនាហ្នឹងក៏គាត់នៅតែមានអារម្មណ៍ថាឡានហ្នឹងនៅមានវិញ្ញាណវល់អីចឹងតែនៅក្នុងហ្នឹងដូចថាវាអត់ចិត្តអត់អីចឹងដោយសារអ្នកដែលស្លាប់ហ្នឹងគឺស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ហើយយ៉ាងហ្នឹងនៅក្រុមដើមពូនអីទៀតហើយថាមានអីចាំអីគាត់ចឹងទៅសម្រាប់សាច់រឿងមានតែប៉ុណ្្នឹងទេហើយបងប្អូនគិតមិនដែរចំពោះសាច់រឿងហ្នឹងខ្លាចឬក៏ជឿឬមិនជឿអាស្រ័យលើបងប្អូនគាត់ថាខ្ញុំចង់បញ្ជាក់មួយទៀតថាទៅណាមកណាក៏ដោយយើងប្រយ័ត្នមកប្រយ័ត្នកប្រយ័ត្នពីសម្ដីហើយនឹងយើងមានមេត្តាយើងចិត្តល្អយើងអនុគ្រោះអភ័យទោសឲ្យគេពេលបាក់បោពេលអីអញ្ចឹងទៅយើងក៏ជួបរឿងល្អដែរអញ្ចឹងសាច់រឿងមានតែប៉ុណ្្នឹងទេសូមជួយ like share វីដេអូនឹងផងហើយនឹងជួយចុច subscribe ផងអរគុណសម្រាប់ការចូលចិត្តតាមដានស្ដាប់រឿងកំសាន្តបែបរន្ធត់